ករណីមួយបាទដែលក៏ក្រៅបាទកាលពីម្សិលមិញនេះពុកម៉ែបងប្អូនបាទគឺករណីដែលខ្មាន់កំភ្លើងជាអតីតប្តីបានចូលបាញ់ប្រហារបាទនៅបានចូលបាញ់ប្រហារជាងសាឡននៅក្នុងហាងបាទនឹងដេញវាយនឹងស្នាប់កំភ្លើងបាទករណីនេះបាទគឺឃើញមានការចែកចាយច្រើនមែនទែនបាទនៅលើបណ្ដាញសង្គមបាទកាលពីម្សិលមិញបាទយើងទៅតាមដានករណីនេះបាទគឺនារីជាជាងសាឡនម្នាក់បាទត្រូវបានឃាតករដែលត្រូវបានគេស្គាល់ថាជាអតីតប្តីរបស់ខ្លួនបានចូលទៅបាញ់សម្លាប់ដល់ក្នុងហាងអ៊ុតសក់នឹងដេញវាយនឹងស្នាប់កំភ្លើងបណ្ដាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 3:14 នាទីរសៀលថ្ងៃទី 12 ខែមេសាឆ្នាំ 2026 នៅចំណុចតូបសាឡនជីហោបាទម៉ាមីនៅផ្សារទួលបង្រោភូមិទួលបង្រោសង្កាត់ចំចៅទី 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញហើយជនរងគ្រោះបានរត់ទៅជួលបានរត់ទៅដួលនៅក្នុងហាងកាត់សក់ជីហោបូរិនបាទទល់មុខប្រមាណជាង 7 ម៉ែត្រហើយត្រូវឃាតករវាយជាច្រើនស្នាប់កំភ្លើងបាទរួចក៏បានគេចខ្លួនបាត់នារីរងគ្រោះបាទឈ្មោះថាជុនទឿភេទស្រីអាយុ 22 ឆ្នាំមុខរបរបើកសាឡនទីលំនៅនៅភូមិបាទអ្នកកណ្ដាលឃុំស្រែចាស្រុកអង្គស្នួលខេត្តក្រចេះហើយចំណែកខ្មាន់កំភ្លើងដែលជាឃាតករបាទឈ្មោះថាធូកជីភេទប្រុសអាយុ 39 ឆ្នាំបាទទីលំនៅនៅភូមិបាទព្រឹងឃុំបៀនស្រុកព្រៃឈរខេត្តកំពង់ចាមដែលគេអះអាងថាត្រូវជាអតីតប្តីរបស់នារីរងគ្រោះបាទតាមការត្រួតពិនិត្យសាកសពសមត្ថកិច្ចរកឃើញជនរងគ្រោះបាទត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចូលទៅថ្ពាល់ខាងស្ដាំរួចក៏ធ្លាយចេញទៅកចំហៀងឆ្វេងបាទហើយក្បាលត្រូវបានឃាតកររូបនោះវាយចំនួន17កន្លែងបាទឡើងបែកលលាបន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិតល្អន់លោកវិជ្ជបណ្ឌិតបាទលោកអុកញ៉ាវិជ្ជបណ្ឌិតនងសវណ្ណរតគ្រូពេទ្យកសោវិជ័យអមតឡាការរាជធានីភ្នំពេញបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយត្រូវគ្រាប់កាំភ្លើងនិងវាយក្បាលបាទគឺជាករណីឃាតកម្មបាទយើងអ្នកនេះបាទជនសង្ស័យបាទដែលត្រូវជាអតីតប្តីបាទបានបាញ់ហើយវាយបាទទៅលើបាទជនរងគ្រោះដែលត្រូវជាអតីតបាទប្រពន្ធរបស់ខ្លួនបាទមិនដឹងថាមានបញ្ហាអ្វីនៅពីក្រោយនោះឲ្យស៊ីជម្រៅទេបាទប៉ុន្តែប្រើពាក្យអតីតបែបនេះបានន័យថាលេងលះគ្នាដាច់ស្រេចហើយបាទហើយអាចនឹងទំនាស់ឬគំនុំរឿងអ្វីមួយណាពុកម៉ែបងប្អូនចាន់ក៏អាចថាបានប្រចាំតែប្រហែលជាលេងគ្នាណាមើលទៅនៅនាងរតនាព្រោះដោយសារតែគេប្រើពាក្យអតីតណាបាទបានន័យថាគាត់អាចលេងលះគ្នារួចរាល់ហើយបាទប្រពន្ធនឹងវ័យ22ឆ្នាំបាទក្មេងមែនតើហើយប្តីនឹង39ឆ្នាំអញ្ចឹងខុសត្រូវគ្នាជាង10ឆ្នាំនោះបាទហើយយើងបាទសង្ឃឹមថាសមត្ថកិច្ចបាទនឹងស្រាវជ្រាវរកបាទជនសង្ស័យនេះបាទមកសាកសួរដើម្បីឲ្យដឹងរឿងលម្អិតបានមុនឈានទៅដល់ការអនុវត្តបន្តតាមនីតិវិធីច្បាប់